ការសិក្សាហ្នឹងគឺពិតជាផ្ដល់នៅសារៈសំខាន់ដោយយ៉ាងក្រៃលែងសម្រាប់ខ្លួនយើងផងសម្រាប់សង្គមគ្រួសារក៏ដូចជាសង្គមជាតិនិងពិភពលោកដោយយើងធ្លាប់ឮពុទ្ធដីកាសម្ដែងណាថាការងងខ្លៅគឺជាសត្រូវសម្រាប់ខ្លួនឯងមនុស្សដែលអត់មានវិជ្ជាហ្នឹងគឺថាជាសត្រូវណាឬចាស់បុរាណថាមនុស្សអត់វិជ្ជាដូចនៅវាអត់ចង្កូតចឹងអត់មានគោលដៅអត់មានទិសដៅថាត្រូវទៅទីណាទេព្រោះអត់មានអ្វីដែលជាទិសដៅចង្អុលបង្ហាញហើយការដែលមានវិជ្ជានឹងហើយជាអ្នកជួយសម្រួលប្រាប់ទិសដៅជីវិតរបស់យើងទៅបែបណាចឹងនៅក្នុងការរស់នៅជីវិតប្រចាំថ្ងៃនេះគឺសំខាន់ណាស់នៅក្នុងការសិក្សារៀនសូត្រទាំងវិជ្ជាផ្លូវលោកផ្លូវធម៌ហ្នឹងណាវិជ្ជាផ្លូវលោកសម្រាប់សម្រួលទៅដល់ការពិចារណាក៏ដូចជាការចិញ្ចឹមជីវិតការរកមធ្យោបាយដើម្បីចិញ្ចឹមជីវិតផ្សេងៗនឹងដែលអាចប្រើនៅចំណេះវិជ្ជាទាំងវិជ្ជាផ្សេងអាចខាងការរស់នៅនឹងផ្នែកគ្រប់ផ្នែកជាច្រើនទាំងវិទ្យាសាស្ត្រទាំងអីផ្សេងៗហ្នឹងណាដែលជួយសម្រួលនៅក្នុងការប្រើប្រាស់ការរស់នៅរបស់យើងហ្នឹងហើយមួយទៀតការសិក្សានៅក្នុងបរមត្ថវិជ្ជាឬបរមត្ថធម៌ផ្នែកពធគឺសំខាន់ណាស់នៅក្នុងព្រះពុទ្ធសាសនាការដែលបានបួសបានសិក្សារៀនសូត្របានជាអ្នកដែលគោរពនៅក្នុងព្រះពុទ្ធសាសនាហើយក៏បីសិក្សារៀនសូត្រនៅពធឬខ្លឹមសារនៃពធនៃព្រះពុទ្ធសាសនានេះបានជ្រៅជ្រៅបានច្បាស់លាស់ឲ្យបានត្រឹមត្រូវទៀតទៅឈ្មោះថាជាអ្នកគោរពដើរតាមលំនាំនៃព្រះពុទ្ធដែលការសិក្សារៀនសូត្រឲ្យបានចេះដឹងនៅសិលសមាធិបញ្ញានៅបត្រៃបិដកនៅបេះដូងនៃពធអ្វីជាការអប់រំរបស់ពុទ្ធសាសនាហ្នឹងគឺសំខាន់ណាស់សម្រាប់យើងជាពុទ្ធបរិស័ទត្រូវតែខំសិក្សាស្វែងយល់ឲ្យបានដឹងថាអ្វីជាខ្លឹមសារអ្វីជាពាក្យព្រាហ្មណ៍បដាពាក្យទូមានរបស់ព្រះពុទ្ធហើយព្រះអង្គចង់ឲ្យបង្ហាញទិសដៅឲ្យសពសត្វនេះឲ្យពុទ្ធបរិស័ទប្រសងហ្នឹងគឺថាទៅកាន់ទីកន្លែងណាប្រតិបត្តិដោយវិធីសាស្ត្រណាដោយរបៀបណាទៅអាចរត់ផុតនៅសេចក្តីទុក្ខនេះហើយជាគោលបំណងរបស់ព្រះពុទ្ធហ្នឹងគឺថាចង់ឲ្យអ្នកដែលដើរតាមមានបរិស័ទទាំង4បាសកបាសិកាភិក្ខុសាមណេរហ្នឹងទៅកាន់ទីកន្លែងណាឲ្យបានយល់អំពីបេះដូងនៃពធណាឲ្យបានយល់អំពីទិសដៅនៃពុទ្ធអវាទហ្នឹងឲ្យបានស៊ីជម្រៅទើបយើងអាចយល់ហើយជាអ្នកបញ្ជាក់ថាយើងជាអ្នកកាន់នៅពុទ្ធសាសនាជាអ្នកដើរតាមលំនាំនៃពុទ្ធសាសនាហើយបែរមកវិញចំពោះយុវជនយើងក្នុងវ័យសិក្សាវ័យដែលអាចរៀនសូត្របានគឺថាត្រូវតែខំរៀនខំសិក្សាស្វែងយល់ឲ្យបានច្រើនខំអានសៀវភៅឲ្យបានច្រើនណាកុំខ្ជិលត្រូវតែសេពគប់ជាមួយអ្នកដែលចង់ចេះចង់ដឹងអ្នកដែលចង់រៀនអ្នកដែលចូលចិត្តអានសៀវភៅសេពគប់បុគ្គលនឹងឲ្យបានច្រើនកុំសេពគប់ជាមួយពួកខ្ជិលណាសុំកុំសេពគប់ជាមួយមនុស្សដែលមិនដែលអានសៀវភៅចូលចិត្តដើរលេងអីផ្សេងគឺថាជៀសវាងបាននៅម្នាក់ឯងល្អជាងព្រះពុទ្ធព្រះអង្គសម្ដែងណាបើថារោគមនុស្សល្អមិនបានទេគឺថាស៊ូដើមអ្នកឯងល្អប្រសើរជាងស្កែបសេពគប់ជាមួយនឹងបាបប្រមិតណាសេពគប់ជាមួយបាបប្រមិតគឺថានាំទុកទោសច្រើនចង្ការយើងមិនបានធ្វើអីខុសទេយើងអាចទទួលនៅផលអាក្រក់នឹងជាមួយគេដែរចឹងស៊ូនៅម្នាក់ឯងខំពង្រឹងសមត្ថភាពឆ្លៀតឱកាសមានពេលវេលាចំណាយនៅក្នុងការសិក្សារៀនសូត្រការអានសៀវភៅនេះបានច្រើនយុវជនខ្មែរយើងរាល់ថ្ងៃហ្នឹងគឺថាដោយច្រើនបើគិតជាភាគរយទៅអ្នកដែលចំណាយពេលអានសៀវភៅគឺថានៅមានកម្រិតតិចតួចណាកុំយកពេលវេលាចំណាយអាន Facebook ច្រើនពេកលេង Facebook YouTube TikTok ច្រើនពេកណាមានពេលចូលបណ្ណាល័យអានសៀវភៅក្នុងផ្ទះក្នុងបន្ទប់គួរតែមានបណ្ណាល័យមួយសម្រាប់នៅក្នុងការអានសៀវភៅខ្លួនឯងមានពេលវេលាចំណាយពេលវេលាដើម្បីអានសៀវភៅហ្នឹងកាលណាយើងចូលមកបន្ទប់គេងផ្ទះយើងមានឃើញសៀវភៅអីចឹងទៅគឺធ្វើឲ្យចិត្តយើងចង់អានចង់រៀនចង់សិក្សាស្វែងយល់កុំចំណាយពេលវេលាអត់ប្រយោជន៍កុំធ្វើរឿងអ្វីដែលមិនមានប្រយោជន៍នៅក្នុងជីវិតប្រចាំថ្ងៃហ្នឹងនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងនេះបើយើងអត់ធ្វើអ្វីសោះក៏ពេលវេលាហ្នឹងចេះតែកន្លងផុតទៅដែរចឹងមានពេលត្រូវខំសិក្សារៀនសូត្របានច្រើនបងប្អូនជាយុវជននឹងហើយដែលជាអ្នកត្រូវបន្ត
នៅការអភិវឌ្ឍសង្គមជាតិយើងទៅថ្ងៃខាងមុខទៀតបើយុវជនយើងមិនខំប្រឹងប្រែងសិក្សារៀនសូត្រទេគុំសង្ឃឹមថាប្រទេសជាតិយើងទៅមុខទៀតមានការរីកចម្រើនខ្លាំងបកែឲ្យសោះណាប្រទេសជាតិដែលខ្លាំងគឺធនធានយុវជនដែលពោពេញទៅដោយអ្នកចេះដឹងច្រើនមានចំណេះវិជ្ជាច្រើនមានទេពកោសល្យច្រើនអាចកែច្នៃអាចផលិតអាចធ្វើអ្វីដែលសង្គមជាតិត្រូវការច្រើនចុះបើយើងសង្គមជាតិយើងបើកភ្នែកមកមិនទាន់គិតតែរឿងផឹកស៊ីរឿងអីផ្សេងឥតប្រយោជន៍ច្រើនហ្នឹងតើអនាគតទៅប្រទេសជាតិយើងទៅជាបែបណាចាំមិនថាគេត្រូវការធនធាននេះសំខាន់ណាស់មិនសំខាន់ថាប្រទេសជាតិនឹងមានប្រជាជនតិចច្រើនយ៉ាងណាសំខាន់គឺគុណភាពមនុស្សដែលរស់នៅទីហ្នឹងយើងមើលប្រទេសសិង្ហបុរីអីប្រទេសគេទូចតែមានប្រជាជនមិនច្រើនទេក៏ប៉ុន្តែហេតុអីគេខ្លាំងដោយសារតែគេមានធនធានដែលមានប្រយោជន៍ធនធានដែលមានគុណភាពមិនមែនជាបរិមាណគ្រាន់តែជាចំនួនប៉ុន្តែមិនមានគុណភាពទេសំខាន់ណាស់មនុស្សយើងដូចការរស់នៅរបស់យើងនេះយើងមានពេលវេលា24ម៉ោងដូចគ្នាថាតើយើងបានប្រើប្រាស់ពេលវេលានឹងឲ្យមានប្រសិទ្ធភាពល្អទេឬក៏យើងប្រើប្រាស់ពេលវេលាទៅកាន់ទីកន្លែងផ្សេងដែលមិនល្អធ្វើរឿងអត់ប្រយោជន៍ច្រើននេះចឹងយើងត្រូវសួរខ្លួនយើងណាថាតើយើងបានធ្វើអ្វីជាប្រយោជន៍យើងបានធ្វើអ្វីជាប្រយោជន៍ដល់សង្គមហើយឬនៅបានធ្វើអ្វីជាប្រយោជន៍សម្រាប់ខ្លួនយើងនេះនៅក្នុងពេលមួយថ្ងៃនេះហើយមួយឆ្នាំចិត្តដល់ដាច់ឆ្នាំចឹងទៅថាតើយើងបានធ្វើអ្វីជាប្រយោជន៍សម្រាប់ក្នុងពេលមួយឆ្នាំអ្វីជាសេចក្តីល្អរបស់យើងដែលយើងបានធ្វើហើយនេះជាសំណួរដែលយើងត្រូវសួរត្រូវសិក្សាស្វែងយល់ពីខ្លួនយើងឲ្យបានច្រើនចឹងបណ្ដោះទម្លាប់នៅក្នុងការសិក្សារៀនសូត្រឲ្យបានច្រើនព្រោះទម្លាប់ដែលយើងធ្វើប្រចាំថ្ងៃអាបន្តិចម្ដងហ្នឹងហើយគឺជាគុណតម្លៃនៃជីវិតគុណតម្លៃនឹងជីវិតមិនមែនតែយើងធ្វើរឿងធំដុំភ្លាមបានមានគុណតម្លៃទេគឺវាចេញអំពីសកម្មភាពទូចដែលយើងបានធ្វើប្រចាំថ្ងៃហ្នឹងនេះអំពើជាប្រយោជន៍បន្តិចម្ដងសន្សំរឿយទៅគឺបានទៅជាទម្លាប់ល្អជាប្រយោជន៍សម្រាប់របស់យើងនេះជាគុណតម្លៃនៅក្នុងការរស់នៅជាគុណតម្លៃជីវិតរបស់យើងនឹងគឺថាចេញអំពីសកម្មភាពទូចដែលយើងបានធ្វើប្រចាំថ្ងៃហ្នឹងចឹងមិនថាពេលវេលាគឺមានតម្លៃណាស់ពេលវេលាគឺជាអាយុជីវិតរបស់យើងយើងត្រូវតែមានពេលខំអានសភៅខំសិក្សារៀនសូត្រឲ្យបានច្រើនក្រេបជញ្ជក់នៅចំណេះដឹងស្វែងយល់អំពីចំណុចខ្សោយរបស់យើងនេះថាតើឥឡូវនេះយើងកំពុងតែខ្សោយអីអន់អីយើងខំពង្រឹងវាបានល្អប្រសើរនេះពីព្រោះចំណេះវិជ្ជាហ្នឹងគឺជាទ្រព្យដែលគប់នៅក្នុងខ្លួនប្រាណរបស់យើងនេះដែលមិនអាចចោលឬក៏បកគលណាលួចយកបានទេជាទ្រព្យកំណប់នៅក្នុងខ្លួនរបស់យើងនេះចំណេះវិជ្ជានឹងគឺសំខាន់ណាស់យ៉ាងណានៅក្នុងជីវិតជាប្រសង់ជាពុទ្ធបរិស័ទដែលជាអ្នកកាន់គោរពពុទ្ធសាសនាដែលតាមលំនាំនៃពុទ្ធដីកាក៏ដូចគ្នាគឺថាត្រូវសិក្សាពធដូចគ្នាណាកុំឲ្យពេលវេលានឹងកន្លងផុតទៅហើយបន្ទាប់ពីការសិក្សាបរិយត្តិធម៌ឲ្យបានយល់ហើយយើងត្រូវឈានទៅរកការប្រតិបត្តិទៀតរៀនមួយមុខមិនគ្រប់គ្រាន់ទេគឺថាត្រូវមានការប្រតិបត្តិថែមទៀតនេះត្រូវការចម្រើនធម៌សមាធិវិបស្សនាអប់រំផ្លូវចិត្តទៀតទៅឈ្មោះថាជាអ្នកបានដើរតាមមាគ៌ានៃព្រះសម្មាសម្ពុទ្ធដើរតាមគន្លងធម៌ដែលព្រះអង្គបានចង្អុលបង្ហាញឲ្យសត្វទាំងឡាយនេះរួចផុតអំពីសេចក្តីទុក្ខប្រគោដៅដែលព្រះអង្គដើម្បីបានត្រាស់ជាពុទ្ធនឹងគឺថាដើម្បីជួយយើងទាំងអស់គ្នានេះឲ្យចាញ់ចាកនៅវាលវដ្តសង្សារយើងទាំងអស់គ្នាគឺព្រះអង្គសម្ដែងហើយតែនិមានគេកើតចាស់ឈឺស្លាប់ហ្នឹងនេះអនិច្ចំទុក្ខំអនត្តាហ្នឹងគឺថាត្រៃលក្ខហ្នឹងគឺមានជាប្រចាំថ្ងៃរបស់យើងគ្រប់គ្នាហ្នឹងដែលយើងទាំងអស់គ្នាមិនអាចជៀសផុតបានកើតចាស់ឈឺស្លាប់ហ្នឹងហើយវិលក្នុងវដ្តសង្សារហ្នឹងជាអនេកបកាយអញ្ចឹងបានព្រះអង្គទ្រង់បង្ហាញនៅមុខធម៌ដើម្បីឲ្យយើងនេះរួចផុតអំពីវិបត្តិសង្សារនេះគឺតាមរយៈការចម្រើនវិបស្សនាការសិក្សាឲ្យប្រតិបត្តិសិក្សាឲ្យយល់ឲ្យប្រតិបត្តិដើម្បីលះបង់នៅនិវរណធម៌ដើម្បីប្រតិបត្តិធម៌ឲ្យបានត្រឹមត្រូវលះបង់នៅសក្កាយតិជាដើមហ្នឹងចឹងនេះជាគោលដៅនៃការសិក្សាជាគោលដៅចុងក្រោយនៃជីវិតរបស់យើងគឺថាមានតែធ្វើនៅស្ដីល្អជំនឿចិត្តឲ្យស្អាតសមាធិបំពេញបុណ្យកុសលដើម្បីបានទៅកាន់ទីល្អប្រសើររហូតដល់ចុងបញ្ចប់គឺការចេញចាកអំពីវត្តដាក់នេះអានេះជាគោលដៅចុងក្រោយនៃព្រះសម្មាសម្ពុទ្ធដែលលោកចង់បានហើយជាគោលដៅចុងក្រោយនៃការសិក្សាខ្លឹមសារនៅក្នុងពុទ្ធសាសនាមិនមែនត្រឹមតែសិក្សាមានចំណេះវិជ្ជាហើយចិញ្ចឹមជីវិតរស់នៅក្នុងពេលបច្ចុប្បន្នហ្នឹងទេគឺ
សិក្សាដើម្បីលះបង់ចាក់នៅភពនេះលះបង់ចាក់នៅលោកលះបង់ចាក់នៅកាមភពរូបភពផ្សេងៗទាំងអស់នេះចាំមកថាគោលដៅនៃការសិក្សានេះគឺថាមានចម្រៅណាជ្រាលជ្រៅណាតែវាចាប់ផ្ដើមអំពីការសិក្សាចំណុចតូចទៀបទៅនេះបើយើងមិនបានសិក្សាអំពីកម្រិតពីបឋមទេគឺយើងមិនអាចមានចំណេះវិជ្ជាសិក្សាដល់ថ្នាក់ឧត្តមថ្នាក់អីបានទេចឹងអ្វីក៏ដោយត្រូវការពេលវេលាត្រូវការសិក្សាជាលំដាប់លំដោយចឹងមិនថាលោកសំដែងនៅក្នុងការបប្រតិបត្តិហ្នឹងក៏ដូចគ្នាដែរមានទាំងការប្រតិបត្តិបែបលោកីនិងលោកុត្តរៈចឹងទៅចឹងបើយើងមិនទាន់បានប្រតិបត្តិធម៌ពីលោកីហ្នឹងទេក៏មិនអាចរកឃើញលោកុត្តរៈបានដែរមិនមែនទៅដល់ភ្លាមព្រះអង្គព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់តាសម្ដែងនិព្វានភ្លាមទេគឺលោកសម្ដែងធម៌តាមនិស្ស័យរបស់សត្វនេះព្រះអង្គសម្ដែងធម៌តាមលំដាប់លំដោយឬហៅថាអនុពពីកថាហ្នឹងណាមានឲ្យគេមានព្រះអង្គសម្ដែងពីទានទៅមានសិលមានចាគិអីរហូតដល់នេខម្មៈឲ្យបានចូលដល់ព្រះនិព្វានចុងក្រោយនេះលោកមិនដែលសម្ដែងធម៌ភ្លាមដល់និព្វានភ្លាមទេណាគឺលោកមើលតាមនិស្ស័យរបស់សត្វឲ្យមានសទ្ធាមានការត្រេកអរមាំមានជឿជាក់នៅក្នុងគុណនៃព្រះសម្មាសម្ពុទ្ធសិនបានលោកសម្ដែងធម៌អំពីការចេញចាក់កាមទោសនៃការរស់នៅក្នុងភាពច្បុកច្បល់នៃកាមគុណហ្នឹងហើយមានភេទជាអ្នកបួសហើយរហូតដល់ព្រះនិព្វានជាសឹកដល់ខ្សែមខ្សានរបស់មនុស្សហ្នឹងណាបានលោកសម្ដែងធម៌តាមដំណើរដើម្បីឲ្យសត្វទាំងឡាយយល់ហើយប្រតិបត្តិធម៌នេះបានត្រឹមត្រូវចឹងបានការសិក្សារៀនសូត្រនេះសំខាន់ណាសម្រាប់យើងទាំងអស់គ្នាជាពិសេសយុវជនក៏បីចំណាយពេលវេលារៀនសូត្រអានឲ្យបានច្រើនហើយប្រសងរៀនសូត្រឲ្យប្រតិបត្តិនៅធម៌ដែលព្រះសម្មាសម្ពុទ្ធទ្រង់តាសម្ដែងហើយនេះជាអំពើល្អវិសេសវិសាលជាទិសដៅនៃជីវិតចុងក្រោយនោះគឺអត់មានអីឆ្ងាយអំពីបរមត្ថធម៌នឹងជីវិតពិតធម្មជាតិអ្នកសេចក្តីពិតហើយបធម៌នឹងគឺមិនមែនអ្វីដែលអីក្រៅប្រាជ្ញាអំពីជីវិតប្រចាំថ្ងៃនឹងទេបធម៌គឺសំដៅទៅដល់អ្វីការរស់នៅប្រចាំថ្ងៃនឹងជាធម្មៈជាច្បាប់ធម្មជាតិជាសេចក្តីពិតអញ្ចឹងលោករកឃើញសេចក្តីពិតនេះហៅថាអរិយសច្ចធម៌ហ្នឹងដើម្បីឲ្យសត្វទាំងឡាយហ្នឹងបានយល់យើងមានយ៉ាងដឹងហើយប៉ុន្តែយើងអត់បានពិចារណាតាមធម៌អញ្ចឹងបានព្រះអង្គទ្រង់ត្រាស់សម្ដែងរកឃើញនៅអរិយសច្ចៈនេះទាំង4នេះហើយព្រះអង្គចង្អុលបង្ហាញនៅផ្លូវដើម្បីឲ្យសត្វទាំងឡាយរៀបផុតចាកនៅសេចក្តីទុក្ខនេះហៅនិរោធសច្ចៈណាហើយបានបង្ហាញនៅមគ្គសច្ចៈមួយទៀតគឺថាផ្លូវជាទីរំលត់ទៅនៃកិលេសតណ្ហានេះកាមឆន្ទៈអីផ្សេងអីជាដើមហ្នឹងតាមរយៈការប្រតិបត្តិធម៌តាមអរិយមគ្គប្រកបអង្គ8ប្រការហ្នឹងមានសមាធិជាដើមការរកស៊ីត្រូវចិញ្ចឹមជីវិតត្រូវហ្នឹងណាការចិញ្ចឹមជីវិតរកស៊ីប្រកបមុខរបរត្រឹមត្រូវហ្នឹងគឺជាសេចក្តីសុខហើយបើយើងរកស៊ីមិនត្រឹមត្រូវកេងប្រវ័ញ្ចកុហកបោកប្រាស់គេទេគឺថាបានប៉ុណ្ណាក៏អត់មានសេចក្តីសុខដែរគឺតែងតែមាននៅការភ័យខ្លាចនៅអ្នកខ្លះកេងប្រវ័ញ្ចពុកលួចគេឆក់ប្លន់ប្រព្រឹត្តរោគស៊ីមិនល្អបានលុយច្រើនមែនប៉ុន្តែមិនសេចក្តីសុខទេណាដោយអ្នករកស៊ីតាមអនឡាញ scammer អញ្ចឹងរកស៊ីមិនសុចរិតត្រឹមត្រូវបានលុយច្រើនមែនប៉ុន្តែឃើញត្រូវប៉ូលីសចាប់ទៅត្រូវរត់ទីណាក់ទីណែងទៅប្រព្រឹត្តអំពើទុច្ចរិតផ្សេងមានកាប់សម្លាប់គ្នាជាដើមហ្នឹងគឺថាជាទុកណាព្រះអង្គសម្ដែងនេះការរកស៊ីមិនត្រឹមត្រូវគឺជាទុកហើយការរកស៊ីដោយត្រឹមត្រូវសមាជីវនគឺជាសេចក្តីសុខមួយនៅក្នុងជីវិតប្រចាំថ្ងៃនេះគេថាសមាជីវសមាអាជីវៈការចិញ្ចឹមជីវិតត្រូវជាមេគាត្រឹមត្រូវនៅក្នុងពុទ្ធសាសនាដែរអញ្ចឹងរកស៊ីបានប៉ុណ្ណាត្រូវត្រេកអររកស៊ីបានត្រឹមត្រូវដល់តាមបន្លងធម៌ទាំងត្រូវតាមច្បាប់លោកច្បាប់ធម៌អ្នកមើលបានត្រឹមត្រូវគឺជារឿងមួយដ៏ល្អដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់តាសម្ដែងឲ្យយើងចេះចិញ្ចឹមជីវិតឲ្យដើរទិសដៅនៃជីវិតដែលបានត្រឹមត្រូវតាមមេគានៃពុទ្ធសាសនានឹងតាមមេគានៃពុទ្ធធម៌ដែលជាច្បាប់ធម្មជាតិដែលជាសេចក្តីពិតនៃជីវិតហ្នឹងគឺយើងដើរយើងកុំរស់នៅឆ្ងាយពីធម្មជាតិមនុស្សកាលណាដែលរស់នៅឆ្ងាយពីធម្មជាតិមិនយល់ពីច្បាប់ធម្មជាតិទេធម្មជាតិនឹងវិនិច្ឆ័យធម្មជាតិនឹងបំផ្លាញយើងវិញហើយកាលណាយើងបំផ្លាញធម្មជាតិច្បាស់ណាស់នឹងដាក់ទោសទណ្ឌកម្មមកឲ្យយើងជាមនុស្សជាតិយើងវិញហើយអត់មានអ្វីខ្លាំងជាងច្បាប់ធម្មជាតិទេសំបីជាព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងជាពុទ្ធក៏ដោយក៏ព្រះអង្គមិនអាចយកឈ្នះកម្មធម្មជាតិនឹងបានដែរណាតែមានសេចក្តីកើតចាស់ឈឺស្លាប់ទៅវិញជាធម្មតាហ្នឹងណាចាំមកថាត្រូវតែគោរពតាមធម្មជាតិគោរពតាមលំនាំសេចក្តីពិតនៃជីវិតគឺយកបញ្ញានេះចាំបានព្រះអង្គទ្រង់សម្ដែងសិលសមាធិបញ្ញាទីនេះគឺសំខាន់ណាស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងនេះកាលណាយើងខ្វះបញ្ញាយើងមិនអាចធ្វើអ្វីបានល្អប្រសើរទេព្រោះបញ្ញាហ្នឹងគឺប្រៀបបានដូចជាភ្លើងពិលមួយនៅពេលដែលយើងដើរក្នុងទីល្ងឹតនេះពេលយប់
ចឹងបើយើងអត់មានភ្លើងពើទៅយើងដើរអាចបុកមេឈើទៅអាចធ្លាក់រំដៅធ្លាក់ជ្រោះចឹងទៅយ៉ាងណាយើងមានភ្លើងចង្អុលបង្ហាញផ្លូវឲ្យយើងដើរឲ្យបានត្រឹមត្រូវកុំឲ្យជន់អ្វីដែលមិនល្អគ្រោះថ្នាក់ឯជាដើមហ្នឹងណាយ៉ាងណាបញ្ញាគឺជាប្រទីបឆ្លោះបញ្ចាំងនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងនេះឲ្យបានដើរនៅក្នុងផ្លូវត្រឹមត្រូវគឺសំខាន់ណាស់ហើយបញ្ញាក៏ចេញពីអ្វីបញ្ញាក៏ចេញពីការសិក្សារៀនសូត្រប្រចាំថ្ងៃខំអានសៀវភៅស្ដាប់ធម៌ជាដើមសាគប់ជាមួយកល្យាណមិត្តអីហ្នឹងតាមភាវនាការទន្ទិញការប្រតិបត្តិធម៌អីជាដើមហ្នឹងជាដើមហៅថាបញ្ញាហ្នឹងគឺទៅសំខាន់ណាស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងនេះអញ្ចឹងមានអីមានតែការខំសិក្សារៀនសូត្រការប្រតិបត្តិធម៌រៀនឲ្យបានរឿយហើយហ្នឹងហើយគឺជាទីពឹងដ៏ខ្សែនសម្រាប់ជីវិតរបស់យើងណាសូមអនុមោទនា